ស្ដីទាំងអស់គ្នានៅក្នុងអត្ថបទនេះយើងនឹងរៀនធ្វើលំហាត់ IELTS ប៉ុន្តែជា sentence completion ដំបូងយើងត្រូវមើលសំណួរសិនថាគេចង់បានអីនៅក្នុងសំណួរ instruction ហ្នឹងគឺគេបញ្ជាក់ច្បាស់ៗថាអ្នកនេះទៅ fill នៅក្នុងចន្លោះហ្នឹងដោយប្រើ one word only ចឹងមានតែមួយពាក្យទេដែលយើងអាចធ្វើបំពេញនៅក្នុងចន្លោះនីមួយៗហ្នឹងសំណួរទី1 Traditional crafts were once viewed as during the rise of mass-produced goods បានន័យថាការធ្វើការហត្ថកម្មសម័យឬក៏បែបបុរាណហ្នឹងត្រូវបានគេគិតថាវាយ៉ាងម៉េចបើប្រៀបធៀបជាមួយនឹងការផលិត mass produce គឺការផលិតច្រើនឥឡូវហ្នឹងណាយើងមើលទៅលើអត្ថបទយើងចាប់ពីកថាខណ្ឌទី1មុន In many parts of the world traditional crafts such as poetry, weaving and wood carving are experiencing surprising revival. For decades, the skills were considered outdated. មិនថាជំនាញទាំងអស់ដែលខ្ញុំអានខាងលើហ្នឹងណាគឺឥឡូវហ្នឹងសម័យឥឡូវគឺគេចាត់ទុកថាវា outdated វាហួសសម័យចឹងឡើយនេះចម្លើយគឺ outdated ឡើយហ្នឹងយើងត្រូវមើល spelling ឲ្យច្បាស់ផងព្រោះបើយើងសរសេរខុសគឺខុសមួយម៉ាត់គឺខុសមួយពាក្យគឺខុសហ្មងទី2 handicrafted product are considered more បានន័យថាការងារធ្វើហត្ថកម្មដៃហ្នឹងត្រូវបានគេគិតថាវាយ៉ាងម៉េចមកយ៉ាងម៉េចbecause they use natural materials ដោយសារវាប្រើសារធាតុញោមធម្មជាតិយកមកធ្វើយើងអានទៅមុខទៀតមិញយើងអានដល់កន្លែង mass produced good become cheaper and more widely available however growing concern about sustainability ឥឡូវនេះមនុស្សគិតពីនិរន្តរភាពឬក៏ការដែលគិតដល់បរិស្ថាន cultural preservation have encouraged consumer to value handmade product once again ឥឡូវនេះហៅអត់តឃើញចម្លើយណាចឹងយើងចូលដល់កថាខណ្ឌទី2 One reason for this research is increasing demand for environmentally friendly goods ដោយសារឥឡូវមនុស្សគឺគិតពីបរិស្ថាន Traditional crafts typically use natural ឃើញទេកន្លែងនេះយើងអានមិញគឺវាប៉ះអាពាក្យ natural ណាមែនថាការដែលយើងធ្វើបែបបុរាណហ្នឹងគឺវាប្រើរបស់ធម្មជាតិ locally sourced material ប្រើរបស់ធម្មជាតិ involve production method that generate minimal waste មានន័យវាអត់សូវត្រូវប៉ះពាល់បរិស្ថានព្រោះវាមានសម្រាមដែលអាក្រក់ទៅដល់បរិស្ថានអញ្ចឹងណា As a result many consumers see handicraft items as more sustainable here ចឹងមិនថាឥឡូវនេះគឺមនុស្សឃើញថាដោយសារវាអត់ប៉ះពាល់បរិស្ថានគឺមនុស្សឃើញវា more sustainable អាចនិយាយថាវាមាននិរន្តរភាពនិងផ្ដល់ទៅលើបរិស្ថានច្រើនជាងការដែលយើងប្រើវត្ថុគីមីយកមកផលិត sustainable ទី3 young artisan ហ្នឹងគឺសិប្បករ are returning to school to learn craft technique passed down through ប៉ុន្តែសម័យឥឡូវមនុស្សចាប់ផ្ដើមទៅរៀនការងារសិប្បកម្មនឹងវិញហត្ថកម្មនឹងវិញហើយ pass down ស្រួលគេកន្លែងនេះយើងបកមកអត្ថបទវិញយើងចូលដល់កថាខណ្ឌទី3 Another factor driving revival is desire to protect cultural identity មនុស្សគឺចង់ថែរក្សាវប្បធម៌In countries where indigenous art forms were once at risk of disappearing, young artisan វិញយើងឃើញសំណួរវាតាក់ទងមក young artisan ដែរ are now returning to craft school to learn technique passed down through this generation មិនតែជំនាន់ណាវេពីជំនាន់មួយទៅជំនាន់មួយដូនតាអញ្ចឹងណាចឹង generation ឡើយនេះដោយសារគេប្រើ s នៅនេះត្រូវ time s ឲ្យត្រូវដូចគេដែរបាត់តែមួយពាក្យក៏អត់ត្រូវដែរណា generations លេខ4 organizations support traditional craft by providing training exhibition and ស្ថាប័នមួយក៏ជួយគាំទ្រដែរដែលឲ្យ training ការតាំងពិព័រណ៍ហើយនឹងអីគេ Government and non-profit organizations have also launched programs to promote local craftsmanship by offering training exhibition and funding opportunities កន្លែងនេះគេប្រើពាក្យ funding opportunity អញ្ចឹងដោយសារយើងត្រូវដាក់តាមមួយម៉ាត់មួយពាក្យចឹងយើងត្រូវរកពាក្យគ្រឹះថា opportunity ឬក៏ funding កន្លែងហ្នឹងពាក្យគ្រឹះគឺ funding មានន័យថាលុយដែលយកមក sponsor ការងារហ្នឹងអញ្ចឹងណាអញ្ចឹង funding The income of many artisans is ប៉ុន្តែប្រាក់ចំណូលរបស់សិប្បករមួយគឺ making their work financially challenging ធ្វើឲ្យការងារមកហ្នឹងគឺលុយអត់មានស្ថិរភាពទេDespite this new interest in traditional craftsmanship face challenges គឺជួបនឹងវិបត្តិ The income from handcrafted goods can be unpredictable ដោយសារលុយហ្នឹងគឺវាមិនទៀង unpredictable វាចំណូលវាមិនស្ថិតថេរវាមិនទៀងទេចឹងកន្លែងហ្នឹងចម្លើយគឺ unpredictable
Some craft require years of experience years of practice which make it difficult to gain new គេបានឲ្យត្រូវការចំណាយពេលយូរឆ្នាំអញ្ចឹងតើវាពិបាកក្នុងការអីគេយើងមើលទៅទៀត Many artisans struggle to compete with low price of industrial product. Furthermore, some craft traditions require years of practice to master, making it difficult to attract new apprentices. Apprentices មានអ្នកជំនាន់ក្រោយដែលគាត់មករៀនបន្តអញ្ចឹងណា apprentices พี่น้องให้សូមប្រយ័ត្នប្រយែងមួយផងមិនថាមាន S មាន E អីត្រូវសេច្បាស់ៗគេ